Hello សួស្តីអ្នកទាំងអស់គ្នា Welcome back មកនៅ Peer Special Episode ថ្ងៃនេះនាំអ្នកទាំងអស់គ្នាទៅក្លឹបសង្ក្រានម្ដងចាធ្វើពីរបៀបបាយព្យាឈូក្នុងសក់អីនេះអូយនិយាយទៅកូនក្មេងសុំចាំហ្មងចាចាំអ្នកទាំងអស់គ្នាទៅសង្ក្រាននៅណាណាចាគឺរបៀបថាបើកឆាកមកអត់ចេញផុតពីផ្ទះទេដាក់សេកូអង្គវចកៈសិនតែទាំងអស់គ្នាបើយើងដើរទៅទាំងអស់គ្នាដោយសារតែយើងទៅសង្ក្រានហ្នឹងវានៅចិត្តផ្ទះខ្ញុំហ្មងអញ្ចឹងកំឡុងថាដើរតែមានបានដើរណាអ្នកទាំងអស់គ្នាគឺម្ចាស់បងប្អូនខ្ញុំហ្នឹងចុកជើងណាចាភីជី Pass App ទៅយើងក៏សម្រេចចិត្តថានាំគ្នាជី Pass App អស់ 5,000 រៀលចាមានជាការមនុស្សច្រើនខ្លាំងមែនតើហបបកក្រោយតើអ្នកទាំងអស់គ្នាតែជ្រុលមកដើរចូលហ្មងតែមិនចឹងនិយាយលេងណាចពូ1ឆ្នាំនេះគឺវាមានរបៀបជាងឆ្នាំមុនមានន័យថាអ្នកដែលគាត់ចូលលេងខាងក្នុងគឺគេមានឆែកមានឆេត្មងជួចូលទៅត្រឹមត្រូវចឹងណាហើយចូលដល់ខាងក្នុងមានស្តង់ច្រើនមែនតើខ្ញុំមកគេដើរមើលមកចាំមើលចាគឺមានជាការម្ចាស់ប្អូនខ្ញុំប្រពន្ធនេះដើរបានបងស្រីឡើងចិត្តតែម្ដងចាអធិស្ឋានថតអត់មានបានដឹងអីទេនេះគឺផ្លូវដើរចូលរបស់គេអ្នកទាំងអស់គ្នាតាមពិតនៅសងខាងនឹងមានស្តង់ណាប៉ុន្តែខ្ញុំអត់បានថតតែឥឡូវខ្ញុំដើរទៅត្រង់ឲ្យមើលសិននិយាយទៅសង្ក្រានចំពោះ1ឆ្នាំនេះលយខ្លាំងណាស់គេបែងចែកតំបន់មានភូមិរីករាយភូមិអាហារហើយកន្លែងយើងបណ្ឌតន្ត្រីរបស់គេក៏គេមានបែងចែកជាពីរដែរខាងសម័យហើយនិងខាងដែលគាត់រំចង្វាក់រំវងរំស្រួលរំអីចឹងទៅហើយមកខាងទៀតដែលយើងនិយាយពីសាហ៊ីសួរហ្នឹងគឺកន្លែងបាយឡើងអីចឹងណាបើនិយាយពីស្តង់វិញណាបងប្អូនដើរឡើងហត់មានលក់គ្រប់មុខហ្មងមានតាំងពីគ្រឿងសម្អាងមានតាំងទៅទៀតស៊ូចូលស្អីចឹងទៅហើយបើកន្លែងញ៉ាំអីវិញអូនិយាយទៅគ្រប់មុខហ្មងនិយាយទៅគេមានបែងចែកទៀតភូមិកុមារភូមិរីករាយភូមិអាហារអីចឹងណាបងប្អូនគ្នាហើយមានក្រែមមានអីចឹងទៅចាអបបន្ទាប់ពីរយៈពេលដើរមើលអស់80ម៉ោងគឺថានៅភៀននាំគ្នាមកទិញអីញ៉ាំនិយាយទៅមកសង្ក្រានហើយមកលេងម្សៅក៏មិនមកលេងបាញ់ទឹកដែរគឺថាមកទិញអីញ៉ាំចាលក្ខណៈថារៀងញាក់សាច់ដែរអូខេតើអ្នកទាំងអស់គ្នាយើងទិញអីហើយប៉ុន្តែយើងដើរមើលមកខាងទៀតសិនព្រោះមកខាងទៀតហ្នឹងគឺកន្លែងដែលខ្ញុំប្រាប់ថាគេមានលេងល្បែងប្រជាប្រិយរំវងរំស្រួលបែបបុរាណដែលមានវាយឡើងវាយអីតំបន់កន្លែងហ្នឹងគឺសម្រាប់យើង enjoy របៀបថាលេងប្រជាប្រិយអីចឹងទៅនិយាយទៅថ្ងៃខ្ញុំមកលេងហ្នឹងដោយសារវាជាថ្ងៃចុងក្រោយអ្នកទាំងអស់គ្នានិយាយទៅមនុស្សច្រើនខ្លាំងមែនតើមកខាងនេះក៏ច្រើនតែខាងនោះក៏មានច្រើនដែរអូខេបន្ទាប់ឲ្យថតមើលមកខាងនេះឲ្យអ្នកទាំងអស់គ្នាមើលហើយយើងដើរទៅខាងនោះម្ដងកន្លែងនោះបើមានកន្លែងអង្គុយយើងអង្គុយញ៉ាំអីសិនអញ្ចឹងណាអ្នកទាំងអស់គ្នាចាមានជាការ voice over វីដេអូរត់ចោល voice over អត់ដឹង voice ដល់ណាថតដល់ណាអ្នកទាំងអស់គ្នាមិញហ្នឹងគឺកន្លែងក្មេងលេងគេមានបែងចែកកន្លែងក្មេងលេងដែរហើយនេះកន្លែងដែលខ្ញុំមកអង្គុយញ៉ាំអីអ្នកទាំងអស់គ្នាមើល concert នៅក្នុងត្មងតើនិយាយទៅឆ្លៀតចូលវីដេអូឲ្យបានបន្តិចណាកុំឲ្យអ្នកទាំងគ្នានឹកក៏ឃើញទិញកញ្ចក់ឆ្លងមកខ្លួនឯងចឹងឥឡូវសុំញ៉ាំអីសិនអ្នកទាំងគ្នានិយាយទៅខ្ញុំទិញស៊ូស៊ីជាមួយនឹងខេកដុំហ្នឹងណាមួយបងប្អូនហ្នឹងគឺសះលុយគ្នាហ្មងហើយជាមួយនឹងមឹកអាំងដែលខ្ញុំថតពីដើមវីដេអូហ្នឹងឥឡូវយើងនាំគ្នាញ៉ាំបន្តិចសិនណាមើលខ្ញុំញ៉ាំសិនណាអ្នកទាំងគ្នាឆ្ងាញ់ខ្លាំងណាហ្នឹងហើយអ្នកទាំងអស់គ្នាពេលខ្ញុំអង្គុយញ៉ាំអីហ្នឹងគេមានសម្ដែងជាល្ខោនខោឲ្យមើលទៀតឥឡូវខ្ញុំញ៉ាំអីហើយនាំគ្នាមកឆោមើលគេច្រៀងបដ ாய் ទៅឬភ្លេង Madison ទុកអារម្មណ៍អត់បានដាក់មួយមើលបើឆាកមកគឺបងវីដាណេតនាំគេសេតមកសង្ក្រានតែម្ដងចា
នឹងអ្នកទាំងអស់គ្នាមើលកន្លែងឈុតនេះខ្ញុំចង់ប្រាប់ថាមិនមែនជាខ្ញុំទេណាកុំច្រឡំណាទស្សនាជប៉ុនដងវែងដូចតទៅអោកែវជំទើតូចតន់ខ្សែមុនឲ្យនាងទុនចិត្តបាត់នេះខ្ញុំបាច់ជាងមកណាអូខេអ្នកទាំងអស់គ្នាថតឲ្យអ្នកទាំងអស់គ្នាបានប៉ុណ្្នឹងឯងសង្ក្រានចំពោះវ៉ាន់ថ្ងៃចុងក្រោយនេះណាបើសិនជាអ្នកគុំថាចង់មកលេងទៅចាំឆ្នាំក្រោយទៅដែលសារអស់ថ្ងៃយាយឥឡូវទៅផ្ទះឲ្យរៀងយប់ដែរបាននៅដល់ចប់ហើយណាបាយបាយអរគុណច្រើនសម្រាប់ទស្សនាកុំភ្លេចជួយ follow subscribe YouTube ផងណា